មូលហេតុដែលឲ្យអាត្មាភាពនៅបន្តរៀនសរសេរនៅអក្សរខ្មែរគឺដោយសេចក្តីស្រឡាញ់និងភាពរីករាយសប្បាយនៅក្នុងចិត្តកាលណាដែលយើងសរសេរអក្សរទៅឃើញអក្សរយើងប្លែកធ្វើឲ្យចិត្តយើងសប្បាយរីករាយកាលណាដែលយើងសប្បាយរីករាយចិត្តរបស់យើងនឹងមានសេចក្តីសុខបន្តទៅអាត្មាភាពនឹងធ្វើការអាននៅព្រះពុទ្ធដីកាជាធម្មទានណដ្ឋិបាបាំងអកប្បតោបាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំគុណចាស់គុណព្រះអង្គនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃនេះអាត្មាមករៀនសរសេរនឹងអាននៅព្រះពុទ្ធដីកាខ្លីៗរបស់ព្រះសម្មាសម្ពុទ្ធនៃយើងបើខ្ញុំព្រះករុណាអាត្មាអានទៅមានការខុសឆ្គងឆ្គងកន្លែងណាមួយក៏សូមខន្តីអភ័យទោសផងធម្មោហវេរខតិធម្មចារឹងធัวរមែងរក្សានៅអ្នកប្រព្រឹត្តធម៌ខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណចាស់គ្រប់ព្រះអង្គនិងចម្រើនពរញាតិញោមពុទ្ធបរិស័ទឥឡូវមករៀនអាននៅព្រះពុទ្ធវចនៈខ្លីៗជាមួយនឹងអាត្មាទាំងអស់គ្នាណដ្ឋិសន្តិបរាំងសុខੰណដ្ឋិសន្តិបរាំងសុខੰសុខក្រៅអំពីសេចក្តីស្ងប់មិនមានណដ្ឋិសន្តិបរាំងសុខੰសុខក្រៅអំពីសេចក្តីស្ងប់មិនមានតោះញាតិញោមយើងរៀនអានទាំងអស់គ្នាទៅមិនថាខ្លីមិនថាវែងទេឲ្យតែយើងរៀនគង់តែចេះដូចគ្នាទេកាលណាយើងអាននៅព្រះពុទ្ធវចនៈយើងមានចិត្តជ្រះថ្លាយើងនឹងបានបុណ្យកុសលណដ្ឋិខន្ធៈសមាទុក្ខាណដ្ឋិខន្ធៈសមាទុក្ខាទុក្ខទាំងឡាយស្មើដោយខណ្ឌមិនមានរៀនសរសេរអក្សរខ្មែរដោយយកព្រះធម៌មករៀនសរសេរហើយព្រះធម៌ដែលអាត្មាយកមករៀនសរសេរនេះអាត្មាដូរចេញពីយានទានានុមោទនាគាថាអនੰបាណੰអាត្មាដកត្រង់ចំណុចទានវត្ថុទាំងឡាយ10យ៉ាង10យ៉ាងនឹងមានអីខ្លះមានគឺបាយទឹកសម្ពុតយានជំនេរការកម្រងគ្រឿងក្រអូបគ្រឿងលាបទីដេកទីសំណាក់អាស្រ័យគ្រឿងប្រទីបគឺចង្កៀងគោមអនតោពលតោហោតេអនតោពលតោហោតេអនតោពលតោហោតេអ្នកឲ្យរបស់បរិភោគឈ្មោះថាឲ្យកម្លាំងអនតោពលតោហោតេអ្នកឲ្យរបស់បរិភោគឈ្មោះថាឲ្យកម្លាំងរៀនសរសេរអក្សរខ្មែរដោយយកនៅព្រះធម៌មករៀនសរសេរហើយព្រះធម៌នេះដែរអាត្មាភាពដកស្រង់ចេញពីសៀវភៅប្រជុំភាណវរៈត្រង់អនੰបាណੰនេះគឺជាទានវត្ថុទី2វត្ថតោហៅទេវណ្ណតោវត្ថតោហៅទេវណ្ណតោអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌វត្ថតោហៅទេវណ្ណតោហៅទេវណ្ណតោអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌